បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីតួនាទីឬក៏មុខងាររបស់GNPK នៅលើដំណាំហើយជាទូទៅគឺពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាស្គាល់ហើយថាតើអ្វីទៅជា NPK N ហ្នឹងវាតំណាងឲ្យអាសូតP ហ្នឹងតំណាងឲ្យផូស្វ័រហើយK ហ្នឹងតំណាងឲ្យប៉ូតាស្យូមហើយក្នុងនោះផងដែរពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាដឹងឬក៏ប្រកាសជាស្គាល់ហើយថា GNPK វាមានទាំងប្រភេទ G គ្រាប់និងប្រភេទ G ទឹកហើយបន្តិចទៀតនេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីមុខងាររបស់សូតផូស្វ័រហើយនឹងការហើយឥឡូវយើងចូលទៅដល់មុខងាររបស់NPK តែម្ដងទៅជាទូទៅគឺ N តំណាងឲ្យអាសូតគឺជាទូទៅគឺកសិករតែងតែប្រើប្រាស់ច្រើនជាពិសេសគឺវាមាននៅក្នុង GORE ច្រើនហ្នឹងគឺប្រភេទ4600ហើយមុខងាររបស់វាជួយដល់ការលូតលាស់របស់ស្លឹកហើយមួយទៀតហ្នឹងគឺវាជួយឲ្យដំណាំរបស់យើងហ្នឹងគឺមានការបែកគុំល្អជាពិសេសនៅលើដំណាំស្រូវហ្នឹងជាទូទៅគឺកសិករគាត់ចូលចិត្តប្រើមែនទែនជាពិសេសហ្នឹងគឺពពួកជីអ៊ុយរ៉េហ្នឹងឬក៏ប្រភេទអាសូតដែលវាមានទាំងទឹកវាមានទាំងក្របហើយវាមានមុខងារជួយឲ្យស្លឹកហ្នឹងវាមានពណ៌ខៀវស្ងាត់ល្អជួយឲ្យស្រូវហ្នឹងគឺវាមានការបែកគុំល្អផងដែរហើយចំណុចបន្តទៀតនេះគឺយើងនិយាយអំពីផូស្វ័រផូស្វ័រក៏វាមានមុខងារសំខាន់ផងដែរនៅក្នុងការផ្ដល់នៅសារធាតុចិញ្ចឹមដល់ដំណាំហើយផូស្វ័រវាមានតួនាទីពីរសំខាន់ទី1ហ្នឹងវាជួយដល់ប្រព័ន្ធឫសឲ្យប្រព័ន្ធឫសរបស់ដំណាំវាមានការលូតលាស់បានល្អហើយវាជួយឲ្យដំណាំរបស់យើងហ្នឹងគឺចេញផ្កាកាន់ក្តឹបបានច្រើនហើយនឹងមួយវិញទៀតវាក៏ជួយឲ្យដើមរបស់ដំណាំហ្នឹងគឺមានការរឹងមាំល្អហើយជាពិសេសនោះចំពោះដំណាំស្រូវដែលយើងប្រើប្រាស់ប្រភេទផូស្វ័រឬក៏ប៉ូតាស្យូមច្រើនហ្នឹងគឺវាមានជួយឲ្យដំណាំហ្នឹងគឺមានដើមរឹងមាំល្អផងដែរដែលវាមានភាពរឹងមាំដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាដើមជាពិសេសហ្នឹងគឺនៅពេលដែលមានការប្រែប្រួលអាកាសធាតុដូចជាមានភ្លៀងធ្លាក់ច្រើនឬក៏មានខ្យល់អីជាដើមដែលជួយឲ្យដំណាំរបស់យើងហ្នឹងគឺរឹងមាំល្អហើយវាមិនងាយដួលជាដើមហើយចំណុចបន្តទៀតនេះគឺយើងនិយាយអំពីផូស្វ័រប៉ូតាស្យូមសំទោសប៉ូតាស្យូមជាទូទៅគឺពុកម៉ែបងប្អូនទាំងអស់គ្នាគាត់ជាស្គាល់ដែលជាទូទៅកសិករគាត់តែងនៅលើដំណាំស្រូវគឺកសិករគាត់តែងតែហៅថាជាកាលីនិយាយទៅវាមានលេខ0060លេខតំណាងហើយជាទូទៅគឺប៉ូតាស្យូមវាមានមុខងារសំខាន់ផងដែរនៅក្នុងដំណាំហើយតួនាទីរបស់វានោះគឺវាជួយឲ្យដំណាំឬក៏ស្រូវរបស់យើងហ្នឹងគឺមានជួយបង្កើនលើគុណភាពផ្លែដែលជួយឲ្យស្រូវរបស់យើងគឺវាមានផ្លែច្រើនផ្លែហ្នឹងគឺវាមានក្របធំល្អជួយឲ្យស្រូវរបស់យើងហ្នឹងឬក៏ដំណាំរបស់យើងហ្នឹងគឺដាក់ក្របល្អហើយក្របអ្វីដែលសំខាន់ទៀតនោះវាជួយបង្កើននៅទម្ងន់គ្រាប់ដែលធ្វើឲ្យទម្ងន់គ្រាប់ហ្នឹងគឺវាមានទំហំធំហើយក៏មានទំហំហើយនឹងមានទម្ងន់ធ្ងន់ផងដែរហើយមួយវិញទៀតគឺប៉ូតាស្យូមវាជួយឲ្យដំណាំឬក៏ស្រូវរបស់យើងហ្នឹងគឺធន់នឹងជំងឺធន់នឹងសត្វល្អិតហើយវាក៏ជួយឲ្យដំណាំរបស់យើងហ្នឹងគឺមានដើមធំល្អ
ជួយបង្កើនដល់ការបែកគុំហើយនឹងជួយឲ្យស្រូវរបស់យើងហ្នឹងគឺវាទទួលបាននៅទិន្នផលខ្ពស់ផងដែរហើយនេះគឺជាមុខងាររបស់ NPK នៅលើដំណាំដែលខ្ញុំបានរៀបរាប់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាក៏អាចស្រាវជ្រាវឬក៏ស្វែងរកឯកសារផ្សេងជាដើមនៅតាម Google ឬក៏តាម YouTube ជាដើមហើយជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតដល់ចប់ហើយក៏ពុកម៉ែបងប្អូនទាំងអស់គ្នាក៏កុំភ្លេចជួយចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីជាច្រើនដែលខ្ញុំនឹងបង្ហាញឬក៏បង្ហាញឬក៏ថតអំពីសកម្មភាពផ្សេងហើយវាដែលសំខាន់គឺខ្ញុំនឹងបង្ហាញអំពីចំណេះដឹងកសិកម្មផ្សេងជាច្រើនដែលពាក់ព័ន្ធនឹងការដាំដំណាំហើយនឹងការប្រើប្រាស់ជីឬក៏ថ្នាំកសិកម្មហើយនឹងខ្ញុំជាពិសេសនោះគឺខ្ញុំនឹងបង្ហាញអំពីធាតុសកម្មថ្នាំនីមួយៗផ្សេងដែលពុកម៉ែបងប្អូនទាំងអស់គ្នាអាចយកទៅប្រើប្រាស់បានជាប្រចាំពីព្រោះអីវាជាបទពិសោធន៍ផ្ទាល់ដែលខ្ញុំធ្លាប់ជួបកន្លងមកហើយក៏ជាចំណេះដឹងមួយដែលបងប្អូនទាំងអស់គ្នាអាចយកទៅពិសោធន៍ឬក៏យកទៅប្រើប្រាស់បានផងដែរ